គ្នាអើយព្រឹកឡើងខឹងចិត្តពេកទាញឡានដាក់ខ្លែងជីយកខ្លែងទៅបោះដល់អ្នកគ្នាខឹងចិត្តពេកអាខ្យល់នឹងឌឺពេកមានតែអ្នកលេងខ្លែងដូចគ្នាយល់អ្នកគ្នាលេងដល់ក៏សម្បីតាគាត់ឃើញខ្យល់ភ្លាមទៅលេងភ្លាមអ្នកគ្នានេះយកកំពុងយកខ្លែងដាក់លើឡានហើយជីទៅលេងអ្នកគ្នាយកទៅបោះមួយមើលចង់ដឹងថាសម្លេងឌឺលុយប៉ុណ្ណាអ្នកគ្នាតោះទៅស្ដាប់អ្នកគ្នាអ្នកគ្នាខ្លែងលយឮសំឡេងលយអ្នកគ្នាឮសំឡេងឡប់ព្រោះអ្នកគ្នាខ្លែងក៏ស្អាតឮសំឡេងក៏ព្រោះអ្នកគ្នាអើយពិតជាខ្លាំងមែនទែនកូនខ្មែរយើងអាចធ្វើបានមកអ្នកគ្នាមកករណីទៅហើយជីឡាននឹងព្រឹកទៅដល់ខ្លែងទៅបោះអ្នកគ្នា